สุดท้ายเนี่ยเนี่ยจุกเนี่ยมาลองตีอะไรให้ในថ្ងៃនេះដែរខ្ញុំនឹងលើកយក laptop មក review ទៅកាន់អ្នកគ្នាទៀតហើយគ្រាន់ថាថ្ងៃនេះយើងផ្នែកតិចអ្នកគ្នាពីមុនគឺខ្ញុំតែងតែ review ទៅលើ laptop gaming ប្រភេទ brand Dell Asus ឬក៏ MSI ចឹងទៅប៉ុន្តែថ្ងៃនេះមកចាប់អារម្មណ៍ថ្មីជាមួយនឹង laptop ដែលទើបតែ new arrival ទេគឺ brand HP ហើយនេះគឺជា HP Victus Gaming 15ទើបតែចូល stock ថ្មីក្តៅនៅ PTC Computer អញ្ចឹងបងប្អូនគ្នាចាប់អារម្មណ៍អីអាចទៅទិញផ្ទាល់នៅសាខារបស់គេបានអ្នកគ្នាឬក៏អ្នកគ្នាអាច search នៅក្នុង website PTC Computer ក៏បានដែរចឹងកុំឲ្យខាត់ពេលបងប្អូនគ្នាអាចមកតាមដានមួយនឹងខ្ញុំបានចំណុចដំបូងអ្នកនរគ្នាគួរតែកត់សម្គាល់ទៅលើ brand laptop HP មួយគ្រឿងនេះគឺទៅលើការ design របស់គេអ្នកនរគ្នាជាទូទៅអ្នកនរគ្នាតែងតែឃើញថាពពួក laptop gaming វាតែងតែមានគ្រឿង RGB មកជាមួយមិនថា brand ឬក៏ model ណា HP មកលើកនេះគឺការ design របស់គេគឺប្លែកហ្មងដោយសារតែការ design របស់គេមើលទៅសាមញ្ញមែនតើអ្នកនរគ្នាប៉ុន្តែខ្ញុំហ៊ាននិយាយថាមានភាព uniqueហើយវាក៏ជា laptop gaming មួយដែលមាន performance ល្អក៏ជា performance ខ្លាំងអាចយកទៅ run game ទុំៗឲ្យបានមកឆ្ងាញ់មកហើយបើយើងនិយាយពី color របស់វាវិញការលេងពណ៌របស់គេវិញគឺវាជាប្រភេទពណ៌ Mica Silver អ្នកនរគ្នាអញ្ចឹងមើលទៅវាថ្លៃថ្នូរមែនតើហើយអ្នកនរគ្នាចាំបាច់បារម្ភនៅពេលយកទៅខាងក្រៅទេពេលខ្លះ laptop នេះក៏អាចជា laptop កូនកាត់ Office ដែរមានន័យថាដោយសារតែរូបរាងរបស់គេការ design របស់គេគឺតាក់ទាញមែនតើអ្នកខ្លះគឺអត់ដឹងថា laptop នេះគឺជា laptop gaming ទេអ្នកនរគ្នាហើយមើលវិញទៅអ្នកនរគ្នាបើយើងនិយាយពី logo របស់គេវិញនេះនៅខាងនេះអ្នកនរគ្នា logo របស់វាវិញគឺជាប្រភេទ Blade Chrome អ្នកនរគ្នាមើលទៅតាក់ទាញមែនតើដូចជាការ design រូបរាងថ្មីមួយទៀតចឹងហើយអីដែលសំខាន់ណា laptop មួយគ្រឿងនេះមានទម្ងន់ត្រឹមតែ 2.29 គីឡូក្រាមទេអ្នកនរគ្នាអ្នកដែលចូលចិត្តលេង game អីគឺទម្ងន់ប៉ុណ្នេះគឺគាត់ដឹងថាល្អដល់កម្រិតណាហើយចំណុចដែលខ្ញុំចូលចិត្តមួយទៀតទៅលើ laptop មួយគ្រឿងនេះអ្នកនរគ្នាគឺទៅលើ keyboard របស់គេនេះអ្នកនរអាចមើលជាក់ស្ដែងបានវាជាប្រភេទ color Moonstone Gray ដែលមើលទៅវាតាក់ទាញមែនតើហើយសំខាន់ណាស់ទៅលើ touchpad របស់គេគឺធំមែនតើអញ្ចឹងងាយស្រួលមែនតើសម្រាប់អ្នកនរគ្នាយកទៅក្នុងការទៅលើការវាយឯកសារឬក៏អត្ថបទឬក៏បងដែលលេង game អីគឺមានតែមួយនេះគឺល្អហ្មងសម្រាប់ពួកគាត់ឥឡូវយើងចូលមកដល់ចំណុចសំខាន់នេះគឺទៅលើ performance របស់ laptop មួយគ្រឿងនេះអញ្ចឹងចំពោះ laptop មួយគ្រឿងនេះអ្នកនរគ្នាវាមកជាមួយនឹង CPU ប្រភេទ Intel Core Ultra 5ចំនួនទី13អ្នកនរគ្នាអញ្ចឹង CPU ប្រព័ន្ធនេះអ្នកនរគ្នាវាជួយ support ការងាររបស់អ្នកនរគ្នាបានល្អមែនតើមិនថាអ្នកនរគ្នាប្រើប្រាស់សម្រាប់ IT programmer architecture designer ឬក៏ការដែលអ្នកនរគ្នាយកទៅធ្វើការសម្រាប់កាត់តវីដេអូឬក៏ render កម្រិត 4K ហ្នឹងគឺវាជួយបានល្អមែនតើអ្នកគ្នាហើយទៅលើចំណុចដែលតាក់ទាញមួយទៀតទៅលើ laptop មួយនេះគឺទៅលើ GPU របស់គេវាមកជាមួយនឹងប្រភេទ NVIDIA RTX 3050 6GB អ្នកគ្នាអញ្ចឹងអ្នកគ្នាដឹងអត់ថា 6GB VRAM នៅក្នុងឆ្នាំ2026នេះតើវាខ្លាំងដល់កម្រិតណាមានន័យថាវាអនុញ្ញាតឲ្យអ្នកគ្នាអាចបើក texture ខ្ពស់ជាងមុននៅក្នុង game របស់អ្នកគ្នាបានហើយវាក៏មានសមត្ថភាពខ្លាំងជាងចំនួន free ចាស់មុនដែរគឺ 4GB អ្នកគ្នាអញ្ចឹងវាជួយការងារក៏ដូចជាការដែលអ្នកគ្នាប្រើប្រាស់សម្រាប់លេង game គឺបានល្អមែនតើហើយបើយើងកលេចមកមើល RAM របស់គេវិញវាមានទំហំ 16GB អ្នកគ្នាអត់ចាំបាច់បារម្ភទៅលើការតាក់ឬក៏ការដែល slow នៅក្នុងការ run កម្មវិធីរបស់អ្នកគ្នាគឺ RAM របស់គេប៉ុណ្នេះគឺវាអាចជួយ support ការងារគឺបានសមាមាត្រសមគ្នាមែនតើអ្នកគ្នាចំណែកឯអេក្រង់របស់គេវិញអ្នកគ្នាគឺគេមានទំហំ 15.6 inch Full HD IPS អ្នកគ្នាហើយ refresh rate របស់វាវិញរហូតដល់ 144Hz អញ្ចឹងអេក្រង់ 144Hz នេះមិនមែនប្រើប្រាស់សម្រាប់តែលេង game ទេអ្នកគ្នាវាជួយ support ការងាររបស់អ្នកគ្នាដែរបើអ្នកគ្នាធ្វើការ scroll ទៅលើអត្ថបទនៅលើ website ឬក៏នៅលើ Windows អីគឺវាជួយ support បានលឿនមែនតើគុណដល់ទៅ2ដងទៅលើ speed ដែលវាអាចលឿនជាងមុនណាអ្នកគ្នាហើយមួយវិញទៀតទៅលើ IPS concept របស់គេជាមួយនឹង laptop មួយគ្រឿងនេះវាផ្ដល់ជាមួយនឹង color គឺដិតច្បាស់ល្អមែនតើអ្នកគ្នាអញ្ចឹងវាស័ក្តិសមមែនតើសម្រាប់អ្នកគ្នាប្រើប្រាស់សម្រាប់កាត់តរូបភាពឬក៏វីដេអូអីអត់ចាប់បាញ់បារម្ភភាពថាវាបែកពណ៌ខុសពីពណ៌អីដែលយើងចង់បានហើយចំពោះប្រព័ន្ធកែហត្ថត្រជាក់របស់គេវិញអ្នកគ្នាគេបាន design យកពីការរចនាទៅលើប្រព័ន្ធត្រជាក់របស់គេនឹងជាមួយនឹងបច្ចេកវិទ្យាថ្មីល្អមែនតើអញ្ចឹងបើអ្នកគ្នាប្រើប្រាស់ឬក៏អ្នកគ្នាធ្វើការលេង game យូរអីហ្នឹងនៅពេលដែលក្តៅអីក៏អត់ចាំបាច់បារម្ភថាវាមានបញ្ហា slow ឬក៏គេថ្ងៃដោយសារតែប្រព័ន្ធបញ្ចេញកម្ដៅរបស់គេនេះវាជួយបញ្ចេញកម្ដៅបានល្អមែនតើរីឯថ្មរបស់វាវិញអ្នកគ្នា laptop មួយគ្រឿងនេះវាមករហូតដល់ 13 អ្នកគ្នាដោយសារតែ laptop មួយគ្រឿងនេះវាជា laptop gaming អញ្ចឹងការប្រើប្រាស់យូរមកឯហ្នឹងគឺអាស្រ័យទៅលើការប្រើប្រាស់របស់អ្នកគ្នាទេប៉ុន្តែបើជាខ្ញុំផ្ទាល់អ្នកគ្នាបើសិនជាខ្ញុំចង់បាន performance ខ្ពស់នៅពេលដែលខ្ញុំលេង game អីហ្នឹងគឺខ្ញុំតែងតែប្រើប្រាស់ជាមួយនឹង charger នៅពេលដែលខ្ញុំលេង game ហើយខ្ញុំដាក់ charger ជាមួយខ្ញុំនឹងទទួលបាន performance ខ្ពស់សម្រាប់ការលេង game របស់ខ្ញុំអញ្ចឹងបើអ្នកគ្នាចង់ឲ្យ performance ខ្ពស់អី
anh em khi aiធ្វើការលេង game បណ្ដាអាច charger បណ្ដាក៏បានដែរកុំឲ្យ performance របស់វាធ្លាក់អញ្ចឹងសរុបមកវិញអ្នកគ្នាចំពោះ laptop HP Victus Gaming 15មួយនេះគឺវាជំរឿនល្អមែនតើសម្រាប់អ្នកដែលគាត់ចង់ប្រើប្រាស់ laptop ដែលមានគ្រប់មុខងារនឹងមានន័យថាគាត់អាចប្រើប្រាស់សម្រាប់ធ្វើការផងលេង game ផងឬក៏ design ផងមួយនេះខ្ញុំគិតថាគឺជាជំរឿនដ៏ល្អសម្រាប់ពួកគាត់ណាហើយអីដែលសំខាន់ណា laptop មួយគ្រឿងនេះគឺទទួលបានការធានាចេញពីក្រុមហ៊ុនរយៈពេល1ឆ្នាំពេញហ្មងអ្នកនរគ្នាអញ្ចឹងបងប្អូនគ្នាចាប់អារម្មណ៍ទៅលើ laptop ដែលខ្ញុំកំពុងតែធ្វើការ review នេះអញ្ចឹងអ្នកគ្នាអាចទៅរកបាននៅ PTC Computer ក៏បានឬក៏អ្នកគ្នាអាចធ្វើការទៅតេស្តផ្ទាល់សិនទៅតែវាដូចជាមួយនឹងអីដែលខ្ញុំនិយាយអត់ចុងក្រោយវីដេអូខ្ញុំក៏ដល់ទីបញ្ចប់ដែរអ្នកគ្នាអញ្ចឹងអ្នកគ្នាយល់យ៉ាងណាដែរចំពោះ laptop gaming មួយគ្រឿងនេះអាចបញ្ចេញមតិឬក៏សាកសួរនៅ comment ខាងក្រោមនេះបានហើយកុំភ្លេចចុច like និង subscribe ផងទុកជួបគ្នានៅវីដេអូក្រោយបន្តទៀតបង